ឥឡូវយើងមើលតនឹងការរៀបចំមាតិកាភាគ2ឥឡូវពីភាគមុនភាគទី1យើងបានឃើញថាយើងយល់ពីរបៀបដាក់មាតិកាអញ្ចឹងហើយឥឡូវគឺចាប់ផ្ដើមបញ្ចូលខ្លឹមសារអត្ថបទចូលឧទាហរណ៍ថានៅក្នុងខេត្តបាត់ដំបងហ្នឹងឬក៏នៅក្នុងheading 1ហ្នឹងយើងមានអត្ថបទតែអត្ថបទហ្នឹងយើងត្រូវការវាបញ្ចូលតែដោយឡែកខ្ញុំកុំឲ្យខាតពេលទៅ copy យកតែមួយពីសន្មតថានឹងយើងវាអត្ថបទបញ្ចូលពីហើយខ្ញុំផាសក្នុងចំណុចនេះខ្ញុំមើលណាអូខេហ្នឹងក្នុង highlight នៅក្នុង enter មកយើងនៅក្នុងចំណុចនេះវាមានអត្ថបទទៀតខ្ញុំចូលទៅក្នុងហើយនេះមកខ្ញុំយកពី select យកអូខេ copy OV បាទហ្នឹងគឺជាខ្លឹមសារមួយអត្ថបទហ្នឹងហើយយើងមើលនៅក្នុងនេះផងដែរ 1.1 វាមានដល់13លេខចឹងវាចូលក្នុងប្រភេទ heading 3 heading 3គេហៅថាវាមានអត្ថបទដែរអញ្ចឹងទៅខ្ញុំយកអូខេទៅពីចំណុចនេះបានហើយចូលដូច្នេះយើងចូលទៅមើលខាងលើវិញតើលេខទំព័រមានរត់អត់លេខទំព័រអត់រត់ទេដូច្នេះដើម្បីឲ្យវាលេខទំព័រផ្លាស់ប្ដូរទៅតាមអត្ថបទដែលយើងវាបញ្ចូលមិញយើងคลิกលើពាក្យវេទិកាមកហើយយកពាក្យupdate entire table នេះឃើញអានេះទំព័រទី1ទំព័រទី2ទំព័រទី3ទំព័រទី3គឺថាវាមានអត្ថបទវារត់អូតូតាមហើយយើងអាចដូរ font ដែលយើងចង់បានវាចឹងនឹងសម្រាប់ទី2គឺយើងបញ្ចូលគ្រាន់តែបញ្ចូលអត្ថបទចូលដូចនេះទេភាសាបងធ្វើដូចខ្ញុំបានបង្ហាញហ្នឹងទៅឆ្ងល់អីយើងសួរ